Trong nàn banបញ្ជាក់បន្ថែមថាតាមមើលទៅអាត្រឡៃប្រហែលនឹងចូលមកដណ្ដឹងនាងក្នុងពេលឆាប់ដូច្នេះគេមិនអាចបងអង្គបានទេគេត្រូវតែរៀបចំមកស្ដីដណ្ដឹងនាងឲ្យបានមុននាយត្រឡៃនោះសូមនាងទទួលពាក្យគេកុំប្រកែកឲ្យសោះក្រោយដែលបានទទួលព័ត៌មានដូច្នោះព្រំដួលមានក្តីព្រួយបារម្ភជាខ្លាំងទើបនិយាយយ៉ាងខ្លីថាខ្ញុំថាសុំកាន់ទុកឪពុកខ្ញុំបាន3ខែសិនមិនក៏លោកប្រញាប់ម្លេះរណបាលឯកឆ្លើយកាត់មិនប្រញាប់មិនបានទេព្រោះមានគេចង់ប្រជែងពោលតែត្រឹមនេះនាយទាហាននេះក៏ត្រឡប់ទៅវិញយ៉ាងលឿនរកតែរំដួលនិយាយអ្វីទៀតក៏មិនទាន់ក្រោយនោះបុត្រីមីនួនក៏សរសេរសម្បត្តិមួយផ្ញើតាមនាងសំឲ្យយកទៅឲ្យសុផលក្នុងន័យចង់ឲ្យសុផលមកជួបនាងដើម្បីនិយាយពីរឿងសុំឲ្យគេចូលស្ដីដណ្ដឹងនាងក្នុងពេលឆាប់បំផុតឲ្យបានមុនបុរសទាំងពីរដែលនាងមិនស្រឡាញ់នោះប៉ុន្តែពី3ថ្ងៃកន្លងទៅតាំងពីទឹកស្រកល្មមរហូតស្រកដល់បាតស្ទឹងក៏មិនឃើញសុផលចុះមករកនាងឡើយសូម្បីតែសម្បត្តិក៏មិនឃើញតបត្រឡប់មកវិញដែរស្ទឹងសង្កែពេលរដូវទឹកស្រកមែនទែនទំហំផ្ទៃទឹកកាន់តែរួញតូចទៅនៅតែមួយប្រឡោះកណ្ដាលសម្រាប់ឲ្យទូកធ្វើដំណើរចុះឡើងប៉ុណ្ណោះតែមិនអាចចែវបានទេគឺបានតែអុំនឹងរុញព្រោះទីណាក៏មើលឃើញវាលខ្សាច់រកេតរកូតដែលពួកអ្នកនៅទូកទាំងប៉ុន្មានតែងនាំគ្នាលើកទូកដាក់លើបង្កងដើម្បីជួសជុលឬកោសលាបពណ៌ពពាសសាជាថ្មីក្នុងស្ថានភាពដូចនេះពួកអ្នកចុះមកមុជទឹកឬបោកគក់ខោអាវតែងតែនាំគ្នាទៅមុខនៅឯកណ្ដាលវិញមិនតែប៉ុណ្ណោះគេតែងនាំគ្នាយកក្អមឬថ្លាងចោះប្រហោងទៅកាយបង្កប់ក្នុងខ្សាច់ដើម្បីច្រោះចម្រាញ់យកទឹកត្រជាក់បរិសុទ្ធសម្រាប់ប្រើប្រាស់ផ្សេងទៀតផងជួនជាចៃដន្យយប់នោះនាងឡើងបានទៅស្ទាក់ទូកឪលឹកដើម្បីទិញទុកលក់ព្រឹកនៅឯមុខមន្ទីរពេទ្យខេត្តជាមួយកូនប្រុសច្បងតាំងពីក្បាលប្រលប់ទុកតែកូនពៅឲ្យនៅកំដរនាងរំដួលក្នុងទូកដែលស្ថិតលើបង្គងប្រមាណជាម៉ោង10យប់ស្ងាត់ជ្រាបនៅក្នុងលងវែកដងស្ទឹងនាងលឹងមិនទាន់ត្រឡប់មកវិញនៅឡើយពេលនោះនាងរំដួលដេកមើលសៀវភៅរឿងព្រេងនិទាននៅមិនឆ្ងាយពីកុមារភីដែលទៅបិទសៀវភៅរៀនស្ងាបហមបិទភ្នែកដេកសន្សឹមដោយអាការៈងប់ងុយបន្តិចនោះឮសូរដូចជាជើងមនុស្សដើរក្បែរទូកឲ្យបោះមូក្រដាស់តូចមួយចូលទៅក្បែរចង្កៀងប្រេងកាតរំដួលភ្ញាក់ព្រឹកចាប់រមូក្រដាស់នេះលាបជាបន្ទាន់ព្រោះនាងនឹកភ្នែកសង្ស័យភ្លាមថាពិតជារបស់សុផលរំដួលប៉ុន្មានថ្ងៃនេះបងរវល់ពេកមិនបានចុះមករកអូនកំខឹងអីបងនៅតែនឹកដល់អូនជានិច្ចសូមអូនចុះទៅជួបបងនៅឯមាត់ទឹកកណ្ដាលស្ទឹងក្នុងពេលឥឡូវនេះជាប្រញាប់ដើម្បីបងចង់ប្រាប់អូនពីរឿងចូលស្ដីដណ្ដឹងបំភ្លេចឲ្យសោះបងរងចាំសុផលគ្រាន់តែយល់អត្តន័យក្នុងកូនសម្បត្តិនេះពេលណារំដួលក៏រំភើបត្រេកអរពន់ពេកហើយប្រញាប់លោបចុះពីទូកទៅភ្លាមក្រោយដែលមើលទៅឃើញកុមារភីកំពុងដេកលក់ស៊ុបនាងបោះជំហានយ៉ាងលឿនក្រោមស្រមោលព្រះច័ន្ទ12កាតលើផ្ទៃខ្សាច់សើមបានទៅជួបនឹងយុវបុរសកំពូលស្នេហ៍ដែលកំពុងឈរចាំនៅក្បែរទូកលាតមួយស្ថិតលើបង្គងអែបមាត់ទឹកដែលចោលទទេគ្មានមនុស្សនៅប្រៀបដូចជាជញ្ជាំងបាំងមិនឲ្យអ្នកណាឃើញឡើយបរិយាកាសរាត្រីមិនជាងងឹតប៉ុន្មានទេព្រោះរស្មីព្រះច័ន្ទដែលឆ្លុះស្រមោលទៅក្នុងទឹកបានជះពន្លឺមកវិញធ្វើឲ្យកំឡោះក្រមុំទាំងពីរបានឃើញគ្នាច្បាស់ហើយស្ទុះរត់រោបគ្នាស្រវាអបរិទ្ធគៀកកាយថើបជញ្ជក់យ៉ាងត្រេកត្រអាលស្លឈាមក្រោយពីបានដង្ហើយស្រែកហៅគ្នាតិចតាំងពីចម្ងាយរំដួលអូនសុផលអូននឹកបងណាស់លុះអបរិទ្ធគ្នាស្ទើររលាយសាច់មួយអស់មួយសន្ទុះមកទើបសុផលងើបមុខឡើងនិយាយថាបងក៏នឹកអូនណាស់ដែរតែប៉ុន្មានថ្ងៃនេះបងខំអង្វរឪពុកម្ដាយបងខ្លាំងណាស់គឺ3ថ្ងៃទៀតគាត់ព្រមចូលស្ដីដណ្ដឹងអូនហើយរំដួលថើបថ្ពាល់សង្សារបណ្ដាលហើយបន្លឺដោយអរខិបរខប់អូនត្រេកអរណាស់បងព្រោះអូនមិនចង់ឲ្យអ្នកដតីចូលមកស្ដីដណ្ដឹងអូនមុនបងទេនៅក្នុងរង្វង់ដៃចាក់ស្រេះដដែលសុផលនិយាយហាក់ដូចជាអន្ទះអន្ទែងខ្លាំងណាស់អូនកំភៃបងថាម៉េច
គឺអីចឹងហើយអូនរំដួលតើអូនផ្លេចរឿងនៅខ្ទមចុងចំការក្រូចនោះហើយឬនៅម៉ាណាវីតបដោយរំភើបចិត្តមិនទាន់ផ្លេចទេបងយុវបុរសខ្សឹបដាក់ត្រចៀកនាងទៀតថាបើមិនទាន់ផ្លេចនេះណែបងយកថ្នាំការពារនេះមកឲ្យអូនកាលណារួចហើយត្រឡប់ទៅវិញអូនលេបចុះការពារប៉ុន្មានដងក៏មិនមានកូនដែរអូនកំភៃរំដួលទទួលយកកញ្ចប់ថ្នាំតូចទៅដាក់ក្នុងហោប៉ៅអាវប្រុងនឹងហាមាត់និយាយអ្វីបន្ថែមទៀតប៉ុន្តែនិយាយមិនទាន់ផងសុផលក៏ចាប់ផ្ដួលនាងភ្លាមទៅលើភួយដែលក្រាលលើខ្សាច់ត្រៀមរួចជាស្រេចពេលនោះទោះជាបុត្រីមីនួនចង់ការពារព្រហ្មចារីដែលមានតម្លៃស្មើជីវិតឲ្យបានល្អបរិសុទ្ធសម្រាប់ដល់ពេលរៀបមង្គលការយ៉ាងណាក៏ដោយក៏នាងគ្មានលទ្ធភាពនឹងរារាំងដែរព្រោះពេលនោះអាការៈរបស់សុផលមិនខុសពីព្រាននារីប៉ុន្មានទេហើយគួបផ្សំខ្លួននាងក៏ត្រេកត្រអាលពុះកញ្ជ្រោលរលរៀលដោយភ្លើងតណ្ហាខ្លាំងក្លាមិនអាចទប់ចិត្តបានផងនោះនាងក៏បណ្ដោយខ្លួនឲ្យសុផលធ្វើអ្វីតាមចំណង់ចិត្តនៅក្នុងជ្រលងដងស្ទឹងដ៏ស្ងាត់ស្ដេចនាគចម្លែកមួយដ៏មានរោមស្រមៅបានលូនចូលសន្សឹមរហូតទៅដល់កណ្ដាលកោះគេទេពនិមិត្តបង្កើតជាព្យុះភ្លៀងបោកបក់រលកផ្ទប់ច្រាំងហើយស្រូបឆក់យកព្រលឹងធីតាម្ចាស់កោះកែវឲ្យហោះអណ្ដែតត្រសែតរហូតទៅដល់ឋានសួគ៌7ជាន់ដែលជាទីបញ្ចប់នៃសុបិនកាមកិលេសដ៏តក់ក្រហល់គ្រានោះក្រៅតែពីចំណោខ្យល់ពេលរាត្រីនិងខ្សែទឹកសម្ងាត់នៃដងស្ទឹងសង្កែប្រហែលជាគ្មានអ្នកណាដឹងពីវាសនារបស់បុប្ផាព្រែកលួងដែលកន្លងមកធ្លាប់មានគេកោតសរសើរស្ទើរគ្រប់មាត់ថាជាកលធីតាប្រកបដោយកន្លងធម៌ល្អប្រពៃនោះត្រូវធ្លាក់ក្នុងចង្កូមប្របាក់ខំទំពីរបស់កំឡោះចិត្តព្រើលដល់កម្រិតណាទេគេគ្មានឮអ្វីក្រៅតែពីដង្ហើមធ្ងោរណ្ដំរបស់នាងនិងសំឡេងអង្វរខ្សៅនៅក្បែរត្រចៀកបុរសថាបងសុផលអ្វីអូនបានប្រគល់ជូនបងហើយសូមបងកុំបំភ្លេចអូនឲ្យសោះយុវបុរសដែលទើបបានស្កប់ស្កល់ប្រងល់ក្នុងចិត្តនោះយកចុងអណ្ដាតលិតគុំត្រចៀកនាងស្រាលព្រមដោយពាក្យលួងលោមដ៏ផ្អែមត្រជាក់ថាទៀតនេះស៊ូខ្សៃដើម្បីស្រីរត់សូមស្ទឹងសម្ងាត់ជួយកត់វាចាខ្ទមអន្លង់វិលកុំមិនទៅថាបងជាភូមិរាក្បត់ផ្កាសោះឡើយរំដួលដែលទើបងើបពីសន្លប់កណ្ដាលព្យុះតណ្ហានោះកាលឃើញឮពាក្យដ៏ផ្អែមកាលបើឮពាក្យដ៏ផ្អែមល្ហែមនេះទៀតនាងស្ទើរតែមិនដាច់ចិត្តក្រោកចេញពីក្រោមលងវែងទ្រូងប្រុសស្នេហ៍ពេលនោះឡើយប៉ុន្តែជួនជានៅមាត់កំពង់ត្រើយម្ខាងមិនជាឆ្ងាយប៉ុន្មានមានស្រមោលមនុស្សចុះមកមុជទឹកសុផលនឹងរំដួលខ្លាចគេឃើញក៏មនីប្រឡាស់ដៃចេញពីគ្នាភ្លាមប៉ុន្តែមុននឹងបែកទៅរំដួលឆ្លៀតអង្វរប្រុសកំឡោះទៀតថាបងសុផលកុំភ្លេចអូនឲ្យសោះសុផលអោនថើបសង្សារជាការបង្ហើយបတ်ចម្រៀងស្ទឹងសម្ងាត់បញ្ជាក់ប្រាប់អូនឲ្យតើអូននៅភ័យអីទៀតយប់នោះជាយប់ដ៏មានជាតិបំផុតសម្រាប់ជីវិតជាស្រីក្រមុំរបស់នាងរំដួលដែលធ្វើឲ្យនាងយល់សប្តិរហូតទល់ភ្លឺ